ពុំជ្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងមកតភាគ Anime Sword Art Online បន្តទៀតតវគ្គមុននៅពេលដែលពួកគេបានប៉ះជាមួយនឹងអបិសាច The Skull Reaper ហ្នឹងគីតូនិងអាស៊ូណាក៏បានឆាជាមួយនឹងអ្នកទាំងអស់គ្នាចូលទៅតែម្ដងដាក់ប៉ងបាយផ្កាភ្លើងព្រាគ្មានតែលើកនេះកម្លាំងពួកគេរួមគ្នាដាក់យកបរោយទៅធ្វើអបិសាចមួយនេះអស់ឈាមហើយក៏ចេតរយពេលហ្នឹងទៅផ្ទុះបឹងអ្នកគ្នាចាត់ការបិសាចហ្នឹងឲ្យ player ទាំងអស់គ្នាអស់សង្ឃឹមមែនតើដោយសារតែនេះគឺជាជាន់ទី75សល់ឡើង25ជាន់ទៀតតែបិសាចនេះកាន់តែខ្លាំងទៅពួកគេត្រូវឆ្លងកាត់អា25ក្បាលទៀតដែលនឹងខ្លាំងជាងនឹងទៀតដឹងគិតអំបញ្ញអាម៉ាទេលើកនេះស្របពេលនៃការវាយគ្នានោះគីរ៉ូតូក៏បានសម្គាល់ឃើញថា Captain Hatcliffe វាយជុំគេជុំឯងដែរតែគាត់គ្មានបែកញើសហើយគ្មានអស់ឈាមទៀតគេដាក់ការសង្ស័យហើយក៏ដកដាវស្ទុះទៅចាក់គាត់ហ្មងពេលដែលចាក់ជ្រឹបមានរនាំងមួយលោតការពារ Captain ហើយលោតឈ្មោះថា Immortal Object មកដល់ដំណាក់កាលនេះគ្នាយើងកាត់ន័យយល់ខ្លួនឯងទៅគីតូបានសង្ស័យគាត់យូរហើយថាគាត់ចម្លែកតាំងពីពេលវាយគ្នាមួយស្មើនោះគីតូកាប់ត្រូវគាត់ហើយក៏អត់ត្រូវវិញជ្រុលជាគីតូដឹងអញ្ចឹងហើយគាត់ក៏ reveal ការពិតថាគាត់នឹងហើយគឺជា Kayaba Kirito ដែលជា creator នៃ game នេះទាំងមូលគាត់បានបង្កើត character មួយចូលមកលេង game នេះដើម្បីឃ្លាំមើលពួកគេដែលគាត់មានបំណងចង់បង្កើតពិភព game នោះឲ្យទៅជាការពិតហើយក៏មានបំណងក្លាយជា boss ចុងក្រោយនៃជាន់ទី100តែឥឡូវ Kirito ដឹងបានហើយហ្នឹងដើម្បីកុំឲ្យ player ចលាចលគាត់ក៏បានធ្វើឲ្យពួកគេទុនដៃទុនជើងកម្រើកលេងរួចទាំងអស់គ្នាទុកតែ Kirito មួយទេគាត់និយាយថាគាត់ចង់សម្លាប់ពួកគេបែបណាក៏បានដែរតែគាត់មិនមែនជាមនុស្សអត់ហេតុផលឡើយគាត់ទុកឱកាសឲ្យ Kirito មួយដើម្បីជាកាដូដែលគេស្វែងរកការពិតថាគាត់ជានរណាគាត់អនុញ្ញាត Kirito នឹងវាយមួយស្មើមួយគាត់ម្ដងទៀតបើសិនជាវាយឈ្នះគាត់នឹងអនុញ្ញាតឲ្យ player ទាំងអស់ចេញទៅក្រៅ game បានគីតូអាយុអត់ចៅទេក៏យល់ព្រមវាយមួយស្មើហ្មងទោះបីជាអាស៊ូណាខុសយ៉ាងណាក៏ដោយមុននឹងវាយគ្នាគីតូស្នើសុំមួយបើសិនជាគេស្លាប់ដាច់ខាតកុំឲ្យអាស៊ូណាសម្លាប់ខ្លួនឯងបានឯសោះព្រោះអាស៊ូណាធ្លាប់និយាយថាបើគីតូស្លាប់នាងក៏ស្លាប់ដែរដោយនេះគឺជាការវាយគ្នាមួយស្មើមិនមែនជាដួលទេវាយគ្នាស្លាប់រស់ហ្មងមុននឹងវាយគ្នាគីតូផ្ដាំផ្ញើអ្នកទាំងអស់គ្នាដែលគេធ្លាប់បានស្គាល់បើសិនជាគេស្លាប់មិនបន្តដំណើរទៅទៀតលេងឲ្យចប់ជាន់ទី100ហើយចេញពីហ្គេមនេះទៅការវាយគ្នារវាងអ្នកទាំងពីរក៏បានចាប់ផ្ដើមលើកនេះ Captain លេងមែនតែនគីតូស្ទុះទៅកាប់គាត់ប៉ាំងតែឈៀលតាន់មកចាក់ឡើងបាក់ដាវមានឱកាសល្អគាត់ក៏យកដាវចង់កាប់គីរីតូតែពេលនោះអាស៊ូណាក៏បានរត់មកពាំងដែលធ្វើអាស៊ូណាអស់ឈាមស្លាប់ពេលហ្នឹងទៅការស្លាប់នេះអាស៊ូណាអត់ស្ដាយទេនាងស្លាប់ដើម្បីមនុស្សដែលនាងស្រឡាញ់នាងសប្បាយចិត្តមែនតែនអបានផ្ដាំផ្ញើអីទេនាងក៏រលាយបាត់ទៅធ្វើឲ្យគីរីតូពេលនេះបាត់បង់អ្វីគ្រប់យ៉ាងជីវិតមួយនេះលែងមានអីទៀតហើយការវាយគ្នាដែលពោពេញដោយថាមពលប្រែជាខ្សោះគីរីតូកាន់ដាវលេងនឹងក៏ត្រូវបានអាគីរីតូចាក់គេមកដាវឡើងអស់ឈាមលីងតែមុននឹងគេស្លាប់គេក៏បានសម័យឃើញមនុស្សដែលគេស្រឡាញ់ដែលធ្វើឲ្យរាងកាយរបស់គេនឹងអត់រលាយដូចជាអ្នកដតីគ្នាយើងនៅសមោព្រាលគឺក៏លើកដាវកាប់អាគីរីតូប៉ាំងដែលធ្វើឲ្យគេយកឈ្នះទៅលើ creator game ពេលនោះទៅកាប់គាត់ស្លាប់ហើយគីរីតូក៏បានរលាយដូចគ្នារលាយហោះទៅលើមេឃបន្ទាប់ពីគីរីតូបានបើកភ្នែកម្ដងទៀតឃើញថាគេនៅលើមេឃនៅទីណាក៏អត់ដឹងដែរស្រាប់តែពេលនោះក៏មានសលេស៊ូណាស្រែកហៅគេពួកគេទាំងពីរនាក់ក៏បានជួបគ្នាម្ដងទៀតនៅឋានសួគ៌តែយើងស្លាប់ហើយមែនទេហើយស្រាប់តែពេលនោះអាគីរីតូក៏បានបង្ហាញខ្លួននៅនឹងដែរក្នុងរូបរាងជាអវតារមនុស្សរបស់គាត់แล้วក៏បានប្រាប់ពួកគេថាដោយសារតែគីរីតូស្លាប់គាត់នៅក្នុង game អញ្ចឹងពេលនេះ player ទាំងអស់មានសិទ្ធិចាក់ចេញពី game ហើយរីឯពិភព game Sword Art Online ទាំងមូលក៏ត្រូវបាន remove system លុបចោលទាំងអស់ទិន្នន័យដែល store តែប្រហែលលុបចោលទាំងអស់ហ្មងគ្នាយើងក៏មានអីនិយាយច្រើនទេគ្រាន់តែអបអរសាទរគីរីតូដែលអាចយកឈ្នះ game មួយនេះបានហើយគាត់ក៏បានបាត់ខ្លួនពេលហ្នឹងទៅគីរីតូនិងអាស៊ូណាគិតថាពួកគេបានស្លាប់ហើយពួកគេក៏អោបគ្នាលើកចុងក្រោយដើម្បីលាគ្នាខកសន្យាមែនតើពួកគេមិនអាចស្រឡាញ់គ្នាក្នុងជីវិតពិតតែយ៉ាងណាក៏ដោយបើស្លាប់ក៏ស្រឡាញ់គ្នានៅឋាននរកឬក៏ឋានសួគ៌បានដែរបើនិយាយពីអាយុពិតរបស់ពួកគេគីរីតូមានអាយុប្អូនអាស៊ូណា1ឆ្នាំគីរីតូ16អាស៊ូណា17តែមិនអីទេឥឡូវពួកគេនៅតែបាននៅជាមួយគ្នាអញ្ចឹងទោះបីជាសន្យាមិនបានធ្វើនៅឋានមនុស្សក៏អាចស្រឡាញ់គ្នាឋានខ្មោចឬក៏ឋានទេវតាបានដែរពួកគេក៏អោបគ្នាលើកចុងក្រោយដើម្បីលាគ្នាហើយក៏រលាយពេលហ្នឹងទៅតែពេលហ្នឹងគីរីតូអត់បានស្លាប់ទេអ្នកគ្នាគេក៏បានបើកភ្នែកមកនៅក្នុងជីវិតពិតរាងកាយរបស់គេពេលនេះស្គមស្គាំងមែនតែននៅក្នុងពេទ្យដែលមានន័យថាបន្ទាប់ពីយកឈ្នះហ្គេមហ្នឹងទៅគីរីតូអត់បានស្លាប់ទេគេរស់ឡើងវិញធម្មតាក៏ប៉ុន្តែពេលដែលភ្ញាក់ដឹងខ្លួនក្នុងជីវិតពិតហ្នឹងគីរីតូគេគិតឲ្យអត់ចេញក្រៅពីអាស៊ូណាទេខួរក្បាលរបស់គេមានតែអាស៊ូណាហ្មងទៅណាក៏គិតតែអាស៊ូណាដែរហើយភ្លេចប្រាប់អ្នកទាំងអស់គ្នាគីរីតូនៅក្នុងជីវិតពិតហ្នឹងគេមានឈ្មោះថា Kirigaya Kazuto យើងកន្លែងមកមើលផ្ទះរបស់គីរីតូវិញអ្នកដែលបានមើលថែគីរីតូរយៈពេល2ឆ្នាំឡងពេលដែលគេនៅក្នុងហ្គេមហ្នឹងគឺជាប្អូនស្រីរបស់គេដែលមានឈ្មោះថា Sugu នៅថ្ងៃនេះ Sugu រំភើបមែនតើដែលគីរីតូបានភ្ញាក់ដឹងខ្លួនវិញគីរីតូដោយសារតែលេងហ្គេមយូរពេកគេក៏ចាំបបួលប្អូនស្រីសាកគុនដាវឈើដែល Sugu ហ្នឹងគឺជាអ្នកហាត់គុនដាវឈើអ្នកគ្នាអាហ្នឹងគេហៅថា Dojo តែក្នុងការសាកល្បងក្បាច់ដាវគ្នានោះគីរីតូត្បិតអីគេខ្លាំងក្នុងហ្គេមមែនតែក្នុងជីវិតពិតគេគ្មានកម្លាំងកំហែងស្អីទេក៏ត្រូវ
បានបងអូនស្រីវាយឡើងទួធ្វើឲ្យគេដឹងថាតាមពិតទៅគេខ្លាំងកូនដៅតែក្នុងហ្គេមទេបើក្នុងជីវិតពិតវិញវាយអត់កើតហ្មងណាបន្ទាប់ពីហាត់កូនដៅជាមួយនឹងបងអូនស្រីហើយគីរីតូក៏បានធ្វើដំណើរទៅមន្ទីរពេទ្យបន្ទាប់ពីការស្វែងរកដំណឹងរបស់អាស៊ូណាអស់ពេលជាយូរឥឡូវនេះគេបានដឹងដំណឹងថានាងនៅពេទ្យណាហើយថ្ងៃនេះគីរីតូបានមកមើលអាស៊ូណានៅឯមន្ទីរពេទ្យបើទោះបីជាហ្គេម Sword Art Online ត្រូវបានបញ្ចប់មែនតែអាស៊ូណាអត់ទាន់ភ្ញាក់ដឹងខ្លួនទេអ្នកដែលមើលថាអាស៊ូណានៅមន្ទីរពេទ្យគឺជាប៉ារបស់នាងថ្ងៃនេះដែរប៉ារបស់អាស៊ូណាក៏បានណែនាំបារម្ភម្នាក់ឲ្យគីរីតូស្គាល់ដែលគាត់មានឈ្មោះថា Sugu Nobuyuki អាប៉ែម្នាក់ហ្នឹងគឺជាម្ចាស់ក្រុមហ៊ុនហ្គេមនិងជា developer ហ្គេមផងដែរក៏ប៉ុន្តែអ្វីដែលឈឺចិត្តបំផុតសម្រាប់គីរីតូនៅពេលនោះអាប៉ែម្នាក់ហ្នឹងគឺជាគូដណ្ដឹងរបស់អាស៊ូណានៅក្នុងជីវិតពិតកន្លែងហ្នឹងអត់ដឹងថាអាស៊ូណាស្រឡាញ់អាប៉ែហ្នឹងវិញក៏អត់ទេបើតាមស្ដាប់ការសន្ទនាប្រហែលជាការបង្ខំពីគ្រួសារច្រើនជាងប្រូស៊ូហ្គូបានប្រាប់គីរីតូថាចាប់ពីថ្ងៃហ្នឹងទៅកុំមករញ៉េរញ៉ាអាស៊ូណាទៀតព្រោះពួកគេជិតរៀបការហើយក៏លូកលាន់អាស៊ូណាធ្វើឲ្យគីរីតូខឹងមែនតែនគេប្រាប់ថាហើយកុំឆ្ងល់ពេកការដែលអាស៊ូណានៅរស់គឺជាគេនឹងហើយគេជា developer ហ្គេមអញ្ចឹងគេមិនអោយប្រពន្ធរបស់គេស្លាប់ទេហើយឥឡូវនេះការដែលនាងអត់ដឹងខ្លួនគេកំពុងតែយកនាងទៅពិសោធន៍នៅក្នុងហ្គេមថ្មីមួយទៀតចាំពេលដែលនាងដឹងខ្លួនឡើងវិញពួកគេនឹងរៀបការជាមួយនឹងគ្នាហើយក៏ឆ្លើយប្រាប់គីរីតូថាចាប់ពីថ្ងៃហ្នឹងទៅចេញឲ្យឆ្ងាយពីជីវិតរបស់ស៊ូណាបើមិនចង់ស្លាប់សែតមែនតើអ្នកគ្នាគីរីតូដល់វគ្គសែតហើយមកដល់តែវិញគីរីតូលែងនិយាយលែងស្ដីអង្គុយសង្កប់តែក្នុងបន្ទប់ស៊ូហ្គូចូលមកមើលគេលែងនិយាយអីទាំងអស់បាក់ទឹកចិត្តហ្មងបាយលែងនឹកទឹកលែងស្រែកប្រពន្ធរបស់គេនៅក្នុងហ្គេមក្នុងជីវិតពិតខ្លាយជាប្រពន្ធរបស់អ្នកដទៃសែតខ្លាំងគ្មានទេអាកូននោះយំផងអីផងកុំតបានបងអូនស្រីគេលួងតាស៊ូហ្គូប្រាប់គេថាកុំភ័យអីគេនៅតែមានឱកាសតែអ្វីដែលសំខាន់គឺយើងកុំបោះបង់នៅត្រង់កន្លែងនេះយើងបានដឹងរឿងមួយទៀតតាមពិតទៅគីរីតូមិនមែនជាបងប្អូនបង្កើតជាមួយនឹងបងអូនស្រីគេនឹងទេគឺជាបងប្អូនជីដូនមួយដែលគេបាននៅជាមួយនឹងម៉ាក់ស៊ូហ្គូតាំងពីតូចសាច់រឿងបានបញ្ជាក់ថាគីរីតូមានម៉ាក់ប៉ាក៏អត់ទេយើងមានចាំមើលតិចទៀតបើតាមមើលចាក់ស្ដែងកន្លែងនេះស៊ូហ្គូដូចជានាងលងស្រឡាញ់ទៅលើគីរីតូតែរៀងអន់ចិត្តបន្តិចដោយសារតែគីរីតូរំលឹកតែឈ្មោះអាស៊ូណារហូតបន្ទាប់ពីហ្នឹងថ្ងៃស្អែកក៏បានចូលមកដល់ពេលដែលងើបពីគេវិញគីរីតូក៏បានទទួលសារមួយផ្ញើមកពីប្រូអេជីលខាងនេះក្នុងជីវិតពិតណាគ្នាយើងអេជីលផ្ញើរូបមួយដែលមើលទៅដូចជាអាស៊ូណាអញ្ចឹងតែវាស្ថិតនៅក្នុងហ្គេម VR ផ្សេងទៀតគីរីតូក៏ប្រញាប់ទៅជួបអេជីលភ្លាមក្នុងជីវិតពិតអេជីលហ្នឹងគឺជា bartender ម្នាក់គីរីតូសួរគាត់ថាបានរូបហ្នឹងមកពីណាប្រូអេជីលប្រាប់ថាឥឡូវនេះគេមានហ្គេមមួយទៀតហ្គេមហ្នឹងជាប្រភេទហ្គេម VR ដែលលេងប្រើ Nerf Gear ដែរមានឈ្មោះថា Alfheim Character នៅក្នុងហ្គេមហ្នឹងគឺជាលក្ខណៈ Fairy ដែលមានស្លាបចេះហោះហើយអាស៊ូណាត្រូវបានគេថតបាននៅក្នុងជាន់ដ៏ខ្ពស់ជាងគេក្នុងហ្គេមមួយនោះគេឲ្យឈ្មោះថា Yok Traxil ដែលគាត់ក៏អត់ច្បាស់ដែរថាអាស៊ូណាក៏អត់តែបើតាមមើលជាក់ស្ដែងហ្គេមនេះគឺវាមានសភាពដូចគ្នាទៅនឹង Sword Art Online ហើយគ្នាយើងចាំពាក្យអពស៊ូហ្គូនិយាយមុននឹងអត់វាកំពុងតែប្រើអាស៊ូណានឹងទៅតេស្តហ្គេមថ្មីអញ្ចឹងក៏អាចទៅរួចដែរដែលអាស៊ូណានៅក្នុងហ្គេមមួយនោះអត់ចាំយូរទេគីរីតូក៏បានខ្ចីឌីហ្គេមមួយនោះយកទៅលេងសិនមកដល់ផ្ទះភ្លាមពាក់ Nerf Gear ភ្លឹបចូលទៅក្នុងហ្គេមនោះភ្លុចតែគ្រាន់តែថាក្នុងហ្គេមនេះគេឲ្យរើស character ជាលក្ខណៈ Fairy គីរីតូរើសយក character ណាដែលស្រដៀងទៅនឹងគេចូលមកដល់ហ្គេមភ្លាមគីរីតូបាន spawn នៅក្នុងព្រៃមួយរឿងដែលគីរីតូធ្វើមុនគេឆែកប៊ូតុង lock out សិនខ្លាចចូលលេងហើយមានប៊ូតុង lock out ដោយការមុនទៀតក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅពេលនេះ item និងរូបរាងអវតាររបស់គេដូចទៅនឹងហ្គេម Sword Art Online ចឹង item ដែលគេមានក្នុងនោះប្រមាណនៅក្នុងនេះមានទាំងអស់គីរីតូ select យក crystal មួយនៅក្នុង inventory របស់គេស្រាប់តែពេលនោះ crystal នោះក៏បាន spawn ជាមួយនឹងយុយធ្វើឲ្យពួកគេសប្បាយចិត្តមែនទែនដែលបានជួបគ្នាម្ដងទៀតយុយដោយសារតែនាងគឺជា AI នាងក៏បានប្រាប់គីរីតូថានៅក្នុងហ្គេមមួយនេះមានលក្ខណៈដូចទៅនឹងហ្គេម Sword Art Online ទាំងអស់ដោយសារតែ developer តែមួយហើយគេបាន install ទិន្នន័យរបស់ Sword Art Online យកមកដាក់ក្នុងហ្គេមនេះទាំងអស់សូម្បីតែ item របស់គីរីតូក៏នៅដដែលដែរគ្រាន់តែថា item ខ្លះតើគេត្រូវធ្វើអីមួយដើម្បី active ឬក៏ download patch សិនមកវាប្រើកើតឆ្លៀតឱកាសល្អគីរីតូក៏បានសួរយុយអំពីដំណឹងរបស់ម៉ាម៉ាដែលជាអាស៊ូណាគ្នាយើងតែយុយបានដឹងដំណឹងរបស់អាស៊ូណាថានៅក្នុងហ្គេមនេះដែរទេដើម្បីសម្របខ្លួនទៅនឹងហ្គេមថ្មីយុយក៏បានប្រែកាឡាទៅជា Fairy របស់គីរីតូដែលមានខ្លួនទូចមួយហើយក៏បានបរៀនគីរីតូអំពីរបៀបប្រើស្លាបហោះនៅក្នុងពិភពហ្គេមនេះដែរអាស្លាបគេហ្នឹងគេប្រើដៃបជាគ្នាយើងអាហ្នឹងខ្ញុំអត់ដឹងគេហៅអីទេតែបើខ្ញុំធ្លាប់លេង Blood Strike ដូចទៅនឹង Hero Alondra គីរីតូគេបានហោះលេងមួយផ្លែតប្លែកមែនតើលើកទី1ហើយបានហោះនៅក្នុងហ្គេមតែស្របពេលហ្នឹងក៏បានឮសលេងមានមនុស្សវាយគ្នាយើងក៏ឡើងមកកាន់នារីម្នាក់ដែលមានឈ្មោះថា Lifa កំពុងតែហោះកិច្ចពីក្រុមមួយដែលដេញតាមប្រមាញ់នាងពួកដៃហ្នឹងគឺជាក្រុមចៅព្រៃគ្មានទេនាងក៏បានជ្រើសយកការ fight back ហក់ទៅកប់ប៉ងពេញមេឃចាត់ការបានកូនចៅពួកដៃហ្នឹងម្នាក់តែគ្នាវាច្រើនពេកគ្នារបស់នាងម្នាក់ដែលវាឈ្មោះថា Raccoon អាកូននោះវាអត់សូវចេះវាយទេដោយសារតែចង់ការពារគេធ្វើឲ្យនាងត្រូវបានក្រុមចៅព្រៃបាញ់ឡើងធ្លាក់ពួកចៅព្រៃហ្នឹងដេញតាមនាងអត់ចង់បានអីទេគ្រាន់តែចង់បាន item និងអវ៉ាន់ទាំងអស់នៅលើខ្លួននាងគ្រាន់តែទម្លាក់មកគឺឲ្យរួចខ្លួនតែម្ដងតែ Lifa នេះអត់យល់ព្រមឡើយនាងសុកចិត្តស៊ូស្លាប់ក៏មិនឲ្យពួកអាហ្នឹងងាយដែរគ្មានទេពួកអាហ្នឹងគម្រាមចូលបដ ដោយ3បូកណាគ្នាតែគ្មានណាពេលហ្នឹងគីរីតូក៏បានហោះមក
ទឹងកឡោកាប់ផ្ងាក្បាលដំដងចុះក្រោមគេទៅរៀនចេះហោះណាតែអត់ទាន់ចេះចុះចតគេទៅនិយាយថាអូយអត់មែនបីអ្នកគម្រាមមនុស្សស្រីម្នាក់ពួកអាកាគ្មានតែពួកនឹងលឺអញ្ចឹងហើយស្ទុះទៅវាយគីរីតូបដ ហើយតែគីរីតូយកតែដៃមួយចាប់ជាប់ហើយគេឆ្លៀតសួរលីហ្វាថាតើគេអាចសម្លាប់អា3ក្បាលនឹងបានដែរឬទេកម្លាំងរបស់គីរីតូក្នុងពិភពនេះគេបានថាមពលមកពីហ្គេមចាស់របស់គ្នាយើងអញ្ចឹងស្ទុះចូលទៅកាប់ពណ៌នឹងឡាលាយខ្ទេចអូយសាហាវដល់កចូលមកហ្គេមថ្មីហើយកម្លាំងនៅតែខ្លាំងដដែលធីមយើងហើយសារហៀងរបស់យើងនៅក្នុងភាគនេះក៏បានបញ្ចប់ត្រឹមហ្នឹងទៅមិនដែរអ្នកទាំងអស់គ្នាល្អមើលអត់គេបានបញ្ចប់ហ្គេម Sword Art Online ហើយតែឥឡូវចូលមកដល់ហ្គេមថ្មីមួយទៀតដែលមានឈ្មោះថា Alfheim ហើយយើងចាំមើលតើវគ្គក្រោយគីរីតូអាចចូលក្នុងហ្គេម Alfheim ហ្នឹងស្វែងរកអាស៊ូណាឃើញដែរឬទេហើយអាចស្វែងរកចម្លើយពិតថាអាស៊ូណានឹងស្រឡាញ់គេឬក៏ស្រឡាញ់អាមួយ developer នោះយើងចាំមើលចាក្នុងភាគនេះមានតែប៉ុណ្្នឹងទេសូមបញ្ចប់ត្រឹមហ្នឹងហើយណាគ្នាយើងបើសិនពេញចិត្តកុំភ្លេចធ្វើការចុច like subscribe និង comment លើកទឹកចិត្តadmin ម្នាក់មួយផងដើម្បីadminមានកម្លាំងចិត្តមានកម្លាំង record យប់គ្នាយើងដោយសារតែadmin លក់អង្គដល់អញ្ចឹងមានតែពេលយប់ទេ record បានឲ្យគ្នាយើងមើលអញ្ចឹងបើអត់ sub like ហើយ comment ទេខ្ជិលប្រោយដេកហើយព្រោះហត់ដែរមួយថ្ងៃពេញអីចឹងកុំភ្លេចចុច like subscribe comment ម្នាក់មួយផងហើយកុំភ្លេចទៅ join ក្រុម Telegram admin ម្នាក់មួយផងដែលមាន link នៅក្នុង description ខាងក្រោមហើយក៏ដូចជាអរគុណទៅដល់គ្នាយើងដែលបាន support admin តាមរយៈ AVA អញ្ចឹងឥឡូវម៉ោង1ជាងហើយណាគ្នាយើងadmin សុំសារ៉ាហើយព្រោះស្អែកត្រូវងើបម៉ោង5ទៅលក់អង្គធម្មតាអុយចឹងវាប៉ុណ្្នឹងឯងអ្នកគ្នាបាយ